ថ្ងៃនេះមិនមែនគ្រាន់តែជាថ្ងៃដ៏សំខាន់សម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាប៉ុណ្ណោះនោះទេតែវាគឺជាថ្ងៃដ៏ពិសេសមួយសម្រាប់ឪពុកម្ដាយគ្រប់រូបផងដែរដែលតែងតែលះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តនិងពេលវេលាដ៏មានតម្លៃសម្រាប់កូនៗគ្រប់គ្នាដើម្បីចង់ឃើញកូនៗរបស់ពួកគាត់ទទួលបានជោគជ័យខ្ញុំចាំបានថាការខ្ញុំរៀននៅថ្នាក់ទី1ពុកតែងតែមកទទួលកូននៅមុខសាលាជារៀងរាល់ថ្ងៃពេលនោះគាត់មានអារម្មណ៍ថាពេលវេលាពិតជាដើរយឺតមែនទែនមិនដឹងថាថ្ងៃណាមួយកូនគាត់រៀនចប់និងទទួលបានសញ្ញាបត្រនឹងគេឡើយការរងចាំនេះមិនមែនជាការរងចាំដែលឥតប្រយោជន៍ឡើយតែវាគឺជាការរងចាំដែលពោរពេញទៅដោយសេចក្តីសង្ឃឹមសេចក្តីស្រឡាញ់និងការលះបង់ដ៏ធំធេងបំផុតសម្រាប់ពួកគាត់ផងដែរគាត់បានបោះបង់ពេលវេលាដ៏សំខាន់របស់ពួកគាត់ដើម្បីធានាថាកូនៗរបស់គាត់នឹងទទួលបានការអប់រំល្អបំផុតគាត់មិនដែលគិតថាពេលវេលាចំណាយពេលជាមួយកូនគឺអត់ប្រយោជន៍ឡើយគាត់តែងតែប្រាប់ខ្លួនឯងថារាល់វិនាទីដែលចំណាយពេលជាមួយកូនៗគឺសុទ្ធសឹងតែជាការវិនិយោគសម្រាប់អនាគតរបស់ពួកគេទោះបីជារវល់ការងារយ៉ាងណាក៏ដោយគាត់តែងតែជួយកូនជួយដោះស្រាយបញ្ហារបស់កូននិងបារម្ភពីកូនគ្រប់ពេលប្រៀបដូចជាការដាំឈើអញ្ចឹងដែរពេលណាយើងថែទាំវាបានល្អនោះយើងនឹងទទួលបាននូវផលល្អនៅថ្ងៃណាមួយជាមិនខានឡើយទាំងអស់នេះហើយគឺជាផលតាមមួយដែលបញ្ជាក់ពីថាការវិនិយោគពេលវេលាជាមួយកូននិងក្តីស្រឡាញ់ចំពោះកូនគឺពិតជាមានតម្លៃសម្រាប់ពួកគាត់មែនទែនគាត់សប្បាយចិត្តខ្លាំងណាស់គាត់មានមោទនភាពខ្លាំងណាស់រកការលះបង់ដ៏ធំធេងបំផុតសម្រាប់ពួកគាត់ពិតជាមានន័យមែនជាចុងក្រោយសូមអរគុណទៅដល់ឪពុកនិងម្ដាយដែលចំណាយពេលដ៏មានតម្លៃបីបាច់ថែរក្សាកូននិងចំណាយពេលវាមានតម្លៃរបស់ខ្លួនដើម្បីកូនៗផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយ